បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់នៅប្រព័ន្ធ iOS មានដូចជា iPhone ឬ iPad ជាដើមដែលមានបញ្ហា iCloud គឺខ្ញុំភ្លេចលេខកូដ iCloud ឬមួយក៏ជាប់ iCloud ពីណាមកក៏ដោយបាទគឺជាដំណឹងល្អមួយដែរហើយខ្ញុំសូមនិយាយអំពីផលលំបាកបន្តិចព្រោះថាបងប្អូនធ្លាប់ជួបប្រហែលជាដឹងហើយណាអាកាលនៅ version ទាបហ្នឹងគឺអត់មានបញ្ហាទេតែដល់ version 10.0.2 នេះ version ចុងក្រោយនេះគឺមានបញ្ហាច្រើនគឺវា load មកឲ្យ fuck in iCloud រហូតហើយខ្ញុំឮដំណឹងពីមុនមកនោះឬ pack ល្បីៗគាត់ឆ្នាំនិយាយហ្នឹងថាមានជនខលខូចមួយចំនួនហ្នឹងចាក់ iCloud ដើម្បីទាញលុយឲ្យដោះឬដោះថ្លៃណានៅស្រុកខ្មែរយើងទៅតែ$50អីណានោះប៉ុន្តែសម្រាប់ខ្ញុំជាប់មួយឆ្នាំដែរខ្ញុំតែងតែសួរ pack ល្បីៗតែភាគច្រើនគឺអត់ទទួលបានការឆ្លើយតបទេអញ្ចឹងវាមានផលលំបាកមែនតើពេលយើងប្រើអញ្ចឹងខ្ញុំមិនដឹងគិតធ្វើមិនខ្មិចពេលខ្លះខ្ញុំបោកទូរស័ព្ទចោលតែពេលនេះបងប្អូនគឺដំណឹងល្អហើយមិនបាច់បោកទូរស័ព្ទចោលទេហើយបងប្អូនមិនបាច់ចាំមានកុំព្យូទ័រទេទូរស័ព្ទដៃខ្លួនឯងហ្នឹងគឺបងប្អូនអាចដោះ iCloud នឹងខ្លួនឯងបានហើយអត់មានខូចឯកសារអីទេហួយតែឯកសារនៅក្នុង e-book ទេហើយគឺកម្មវិធីយើងគឺនៅទាំងអស់ហើយរូបថតរូបអីយើងគឺនៅទាំងអស់ប៉ុន្តែដូចថាវាលុបវានឹងលុបនៅemail របស់យើងអីប៉ុណ្ណឹងឯង email ID Apple ហើយនឹង iCloud ហ្នឹងទេបាទអញ្ចឹងគឺជំនាញដំបូងបងប្អូនចូលមកកន្លែងកូនសរហ្នឹងមកហើយអូវាអស់មកនេះក្រោមគេបងអស់នេះចូលវាទៅហើយបន្ទាប់មកនេះជ្រើសយកលើគេមកនេះបាទកំណត់ឡើងវិញទាំងអស់បាទរួចហើយចុចនេះពណ៌ក្រហមហ្នឹងកំណត់ឡើងវិញហ្នឹងមកហើយវាឲ្យកំណត់ឡើងវិញឬមួយក៏ឲ្យអូខេអីបងប្អូនចេះតែអូខេវាទៅហើយបងប្អូននឹងទទួលនឹងវានឹងរលត់គ្រឿងរលត់ម៉ាស៊ីនហើយបន្ទាប់មកបើកមកវិញបើសិនជាបងប្អូននៅតែជាប់ iCloud ទៀតអញ្ចឹងបងប្អូនទៅចូលកន្លែងនេះបើកមកវិញណាបាទអញ្ចឹង password នៅដែលយើងចាក់ក្នុងទូរស័ព្ទយើងក៏លុបដែរអត់មានសល់ទេពេលយើងកំណត់ឡើងវិញហ្នឹងគឺបាទលុបដែរអ្វីដែលយើងត្រូវចាក់សោចាក់អីហ្នឹងគឺវាដោះវិញទាំងអស់ហ្មងចូលមកចូលកន្លែង iCloud នេះមកបាទវាអត់មានទេiCloud បងប្អូនចូលកន្លែង iCloud ហ្នឹងបងប្អូនអាចរាល់ដងយើងจะឃើញកន្លែងយើងបញ្ជាក់ iCloud អញ្ចឹងហ៎ជា iCloud យើងចូលមកខាងលើហ្នឹងបើភាសាកូរ៉េថា hack in ហ្នឹងយើង hack in ទៅរាល់ដងវាមានតែឲ្យយើង hack in password log in password e job អញ្ចឹងទៅបាទនេះតែយើងដល់ពេលហើយយកពេលយើងដោះនេះគឺវាឡើងមានទៀតហើយបើទោះបីជាប់ iCloud ក៏ដោយយើងចូលទៅវាមានថាឲ្យយើងកំណត់ឡើងវិញរាល់ដងវាតែងតែឲ្យយើងហ្នឹងបើយើងសរសេរយើងវាយ password ចូលមិនត្រូវទេវាឲ្យយើងឆ្លើយនឹងសំណួរយើងធ្លាប់បង្កើតអីហ្នឹងយើងទៅរកមិនឃើញ password យើងអត់ចាំហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែចូលទៅវាឲ្យកំណត់ឡើងវិញដល់ពេលយើងចុចកំណត់ឡើងវិញវាសួរយើងថាវាប្រាប់យើងថាវានឹងអាចលុបនៅឯកសារខ្លះក្នុង e-book ប៉ុណ្ណឹងទេលុបរូបថតលុបកម្មវិធីអីទេងាយស្រួលទេតែប៉ុណ្្នឹងឯងគឺរួចរាល់ហើយបាទបងកាលខ្ញុំនិយាយទៅគឺរយៈពេល1ឆ្នាំវេទនាចង់ងាប់ហើយខ្ញុំបញ្ជាក់ថាអត់ពិបាកទេបងប្អូនមិនបាច់ចាំមានកុំព្យូទ័រអីទេណាមានតែទូរស័ព្ទដៃប៉ុណ្ណឹងក៏បានហើយសម្រាប់បងប្អូនដែលនិយាយថាមិនច្បាស់ដោយសារវីដេអូនេះខ្ញុំអត់បានអនុវត្តជាក់ស្ដែងឲ្យមើលទេខ្ញុំគ្រាន់តែប្រាប់ត្រួសទេដោយសារខ្ញុំអត់បានធ្វើវាឡើងវិញដោយសារខ្ញុំដោះរួចហើយអញ្ចឹងបងប្អូនអាចឆាតមកសួរខ្ញុំបានខ្ញុំនឹងបង្រៀនដល់អត់គិតថ្លៃទេបាទចង់បងប្អូនអាចសរសេរឈ្មោះមកបាទសុផាតបាទនេះលើគេណាសុផាត PHP ណា PHP 0ណាខ្ញុំសរសេរកាលនោះអត់ចេះបង្កើត Facebook ទេដល់ពេលបង្កើតទៅសរសេរទៅវាចេះតែចេញហើយតាមហ្នឹងទៅដល់ទុំចឹងខ្ជិលដូរខ្ជិលអីហើយអញ្ចឹងបងប្អូនអាចឆាតមកសួរខ្ញុំបានខ្ញុំនឹងជម្រាបជូនដល់ឲ្យចេះហ្មងមិនមែនត្រឹមតែអាចធ្វើបានទេបងប្អូនអាចចេះទៀតហើយអាចយកទៅធ្វើឲ្យអ្នកដទៃបានទៀតបាទហើយសូម
អរគុណហើយសូមបងប្អូនជួយ like ចុច subscribe វីដេអូនឹងផងក៏ដូចជាជួយ share ផងឲ្យបងប្អូនអរគ្នាឲ្យបងប្អូនយើងដែលមានបញ្ហាអីខ្លះព្រោះយើងដឹងហើយមានបញ្ហាអីខ្លះមិនងាយស្រួលទេជាពិសេសបើសិន10 like ពងមើលគេ like បាល់ទាត់ឯងណាចេញមកឲ្យលោតលុតបាល់វាកាំងវីដេអូបាល់ទាត់អ្នកណាមិនខឹងបាទសូមអរគុណសូមជម្រាបលា